ប្រយោជន៍3ប្រភេទដែលអ្នកចូលចិត្តញ៉ាំអាឆាគួរតែដឹងតិចញ៉ាំកន្លងមកអត់ដឹងហើយអញ្ចឹងថ្ងៃនេះមកប្រាប់ឲ្យដឹងទី1ញ៉ាំអាឆាគឺជួយឲ្យមានថាមពលហើយចិត្តយើងវាស្ងប់អត់សូវមានអីរំខានទេព្រោះពេលដែលយើងញ៉ាំទៅធ្វើឲ្យចិត្តយើងនឹង focus ហើយស្រស់ស្រាយហើយញ៉ាំទៅអត់លោតញ័របេះដូងដូចយើងញ៉ាំកាហ្វេមែនអត់អ្នកកំពុងតែញ៉ាំទី2ពេលដែលយើងញ៉ាំម៉ាឆាទៅវាជួយឲ្យយើង detox រាងកាយព្រោះនៅក្នុងម៉ាឆាហ្នឹងវាមានសារធាតុ antioxidant អញ្ចឹងវាធ្វើឲ្យរាងកាយរបស់យើងហ្នឹងកម្ចាត់ចោលនៅជាតិពុលរាងកាយមាំមួនបានទៀតទី3នោះគឺនៅក្នុងម៉ាឆាហ្នឹងវាមានតួនាទីបង្កើនមុខងារ metabolism អញ្ចឹងវាជួយដុតជាតិខ្លាញ់ក្នុងរាងកាយធ្វើឲ្យយើងស្រក់គីឡូរាងយើង slim ហើយក៏ធ្វើឲ្យរាងកាយរបស់យើងហ្នឹងវាប្រឆាំងនឹងភាពចាស់កាត់បន្ថយភាពចាស់បានផងដែរនិយាយទៅម៉ាឆាហ្នឹងគឺល្អអញ្ចឹងបងប្អូនទាំងអស់គ្នាកំពុងល្បីតែថ្ងៃនេះឃើញវីដេអូអ្នកគ្រូសៃប៉ៅហើយល្បីម៉ាឆាហើយកុំភ្លេចជួយ share ផងឲ្យបងប្អូនគាត់ញ៉ាំហើយមានអត្ថន័យនៃការញ៉ាំនឹងទៀតអញ្ចឹងវីដេអូនេះល្អណាស់កុំភ្លេចចែករំលែកអត្ថប្រយោជន៍របស់ម៉ាឆាទាំងអស់គ្នាណា